រុនសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងនៅព្រឹកនេះដែរយាយយើងមានតម្រុយថ្មីសម្រាប់បងប្អូនទស្សនានិងមើលកំសាន្តលេងសម្រាប់ថ្ងៃទី21 ខែ 5 2026តម្រុយរបស់យាយគឺមានប៉ុណ្ណឹងហើយយាយក៏មានសុបិននិយាយជូនបងប្អូនស្ដាប់កំសាន្តដូចគ្នាតែមុននឹងនិយាយសុបិនយាយក៏សូមពឹងបងប្អូនដែលចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like ជាវ subscribe ឬប៉ុណ្ណឹងឲ្យ channel ថ្មីយាយម្នាក់មួយផងមួយណាដើម្បីទទួលបានវីដេអូក្រោយៗតែចង់បងប្អូនចូលមកស្ដាប់សុបិនយាយយប់នេះយាយសុបិនឃើញអូយរៀងពិបាកស្ដាប់តិចណាបងប្អូនទាំងអស់គ្នាយប់មិញនេះសពឃើញចម្លែកចាហ្នឹងហើយឃើញយាយហ្នឹងទៅមើលអ៊ំប្រុសអ៊ំស្រីរបស់យាយហ្នឹងគាត់គ្រោះថ្នាក់ចរាចរណ៍នៅក្នុងទីពេទ្យណាហើយមកបន្ទប់ហ្នឹងគឺមានប្រពន្ធគាត់និងកូនស្រីគាត់ហើយនឹងគាត់អ៊ំប្រុសណាស្រាប់តែយាយចូលទៅមើលឃើញគាត់អត់មានស្លៀកពាក់កៅអៅទេចាហើយគាត់ត្រូវរបួសកន្លែងរបស់អាប្អូនគាត់ហ្នឹងចាឃើញមានឈាមក្រហមចឹងណាបងអូនកន្លែងអាអូនតូចគាត់ហ្នឹងអត់មានស្លៀកខោទេអូយាយឡើងអត់ហ៊ានយាយនេះឡើងអៀនហ្នឹងហើយឃើញកលេតែគាត់នឹងអាយុខ្ទង់ចិត្តជាងចាចិត្តជាងហើយឃើញគាត់ឈរនៅឆ្កឹងហ្មងអត់មានពេទ្យអត់មានអីទេហើយឃើញអ៊ំស្រីហើយនឹងកូនស្រីគាត់ហ្នឹងត្រូវស្មាត្រូវរបួសស្មាចឹងណាបងអូនហ្នឹងហើយអញ្ចឹងយាយក៏កាត់យក01 09 17 19 74 014 017 179អូ0ហ្នឹងអូ10អញ្ចឹងពុកម៉ែបងអូនចេះកាត់លេខអីក៏យកតាមហ្នឹងទៅណាចាឃើញអាហ្នឹងណាហ្នឹងហើយយាយកាត់ប៉ុណ្ណឹងអញ្ចឹងជូនពរពុកម៉ែបងអូនហេងសំណាងល្អទាំងអស់គ្នាបាយបាយ